បងចុះស្មៅបែបណាដែលបងដាំសម្រាប់ជាចំណីបន្ថែមរបស់ជៀមសម្រាប់ស្មៅដែលយើងដាំសម្រាប់ជៀមវិញក៏ដូចជាស្មៅដាំសម្រាប់គោដែរចឹងមានពីរប្រភេទទី1យើងដាំស្មៅប្រឡែងឲ្យជៀមចូលបស៊ីទី2យើងដាំស្មៅច្រូតដើម្បីនឹងយកទៅឲ្យវាស៊ីនៅទ្រុងឧបត្ថម្ភធំដោយ Talent ប្រើសាប៊ូកម្ចាត់អង្គែឈានមុខគេសម្រាប់បរោះស្បែកក្បាលត្រជាក់คล้ายជាជើងឯកត្រូវប្រើឃ្លៀមែនបងធ្វើអីហ្នឹងបងរាប់ជៀមហ្នឹងណាជៀមទាំងវងទាំងវាយយើងរាប់មិនអស់នេះតាខ្ញុំសាក់រាប់ហើយជៀមទាំងអស់ហ្នឹងជាង80ក្បាលច្បាស់ម៉េះនេះជាលើកទី2ដែលយើងមកសិក្សាពីការចិញ្ចឹមជៀមចឹងឯនេះនីតាធៀមសំណួរល្អហើយក៏ដូចជាកលឹះសំខាន់តាក់ទងជាមួយនឹងការចិញ្ចឹមជៀមដោយសារយើងមកលើកទី2ហើយចឹងលើកទី3យើងនឹងបង្កើតកសិដ្ឋានខ្លួនឯងហ្មងចឹងពេលបានជួបបងប្រុសម្ចាស់កសិដ្ឋានចិញ្ចឹមជៀមហ្នឹងយើងត្រូវសួរគាត់ឲ្យច្បាស់តាក់ទងជាមួយនឹងការចិញ្ចឹមជៀមហ្នឹងធ្វើម៉េចដើម្បីចិញ្ចឹមជៀមទទួលបានភាពជោគជ័យបងតើលក្ខណៈភូមិសាស្ត្របែបណាដែលអាចចិញ្ចឹមជៀមទៅបានជោគជ័យបងបាទចំពោះលក្ខណៈភូមិសាស្ត្រយើងគិតអំពីពូជជៀមដំបូងសិនចឹងជៀមវាមានច្រើនប្រភេទឧទាហរណ៍ថាជៀមយកទឹកដោះយករោមឬមួយយកសាច់ចឹងជៀមយកទឹកដោះហើយនឹងយករោមត្រូវការអាកាសធាតុត្រជាក់ជាងអញ្ចឹងប្រទេសរបស់យើងអាចចិញ្ចឹមពូជនឹងបានទេទោះបីយើងចិញ្ចឹមក៏បានទិន្នផលតិចជាងរបស់គេដែរតែប្រទេសរបស់យើងអាចចិញ្ចឹមពូជសាច់បានហើយពូជជាក់ស្ដែងដែលយើងមានចិញ្ចឹមនេះគឺពូជសាច់សត្វជៀមវាអាចនឹងស៊ីស្មៅចម្រុះបានជាក់ស្ដែងនៅកន្លែងនេះយើងអត់មានបានដាំស្មៅទេស្មៅចម្រុះមានកទៀងខេតមានផ្ទីបឡាមានស្មៅធម្មជាតិដែលដោះជាទូទៅប្រជាកសិករគាត់ចិញ្ចឹមគោគាត់ប្រឡែងគោគាត់ឲ្យស៊ីស្មៅធម្មជាតិអញ្ចឹងជៀមយើងក៏អាចស៊ីស្មៅធម្មជាតិហើយនៅប្រទេសរបស់គេវិញកន្លែងដែលគេចិញ្ចឹមគោផងគេចិញ្ចឹមជៀមផងគេប្រឡែងគោឲ្យចូលទៅស៊ីស្មៅមុនហើយបន្ទាប់មកគេប្រឡែងជៀមឲ្យទៅស៊ីតាមក្រោយដោយសារមូលហេតុជៀមអត់សូវរើសស្មៅដូចគោទេអញ្ចឹងបានន័យថាជៀមងាយស្រួលចិញ្ចឹមជាងគោទៀតដោយសារតែវាអត់សូវរើសស្មៅអញ្ចឹងមិនបាច់ថាស្មៅដែលយើងត្រូវដាំស្មៅដែលថាមានប្រូតេអ៊ីនល្អទោះបីស្មៅធម្មជាតិក៏យើងអាចចិញ្ចឹមវាបានដែរចឹងខ្ញុំចង់ដឹងបន្តិចបងតាក់ទងជាមួយនឹងវាដែលយើងប្រឡែងជៀមហ្នឹងតើយើងអាចមានដាំស្មៅឲ្យបន្ថែមជាប្រូតេអ៊ីនសម្រាប់ជៀមអត់បងសម្រាប់ប្រជាកសិករអត់ចាំបាច់ក្នុងការដែលដាំស្មៅទេគាត់អាចនឹងច្រូតស្មៅធម្មជាតិហ្នឹងយកទៅឲ្យមេដែលទៅតែកូនថ្មីពីព្រោះមេដែលកូនថ្មីជាការល្អក្នុងការដែលយើងដាក់ក្នុងទ្រុងឲ្យវានៅជាមួយមេកូនវាដើម្បីស្គាល់គ្នាហើយកូនហ្នឹងអាចមានកម្លាំងមាំដៃមាំជើងតិចទៅហើយបានអាចយើងយកចេញមកក្រៅឲ្យវាបានតែជាក់ស្ដែងនៅកន្លែងនេះខ្ញុំបានដាំស្មៅខ្លះដោយសារតែស្មៅដែលយើងដាំហ្នឹងវាខ្ពស់ជាងហើយខ្ញុំមានប្រព័ន្ធទឹកអញ្ចឹងទៅវាងាយស្រួលការដែលយើងច្រូតវាចំណាយពេលវេលាតិចជាងការដែលយើងទៅច្រូតស្មៅធម្មជាតិអញ្ចឹងបើសិនជាបងប្អូនប្រជាកសិករក៏មានលទ្ធភាពអាចដាំស្មៅមកក៏ដាំស្មៅពលកម្មតិចជាងចំណាយតិចជាងក៏ប៉ុន្តែបើសិនជាគាត់អត់មានលទ្ធភាពទេគាត់អាចនឹងច្រូតស្មៅធម្មជាតិឲ្យមេដែលកូនតូចហ្នឹងស៊ីបានបងចុះស្មៅបែបណាដែលបងដាំសម្រាប់ជាចំណីបន្ថែមរបស់ជៀមសម្រាប់ស្មៅដែលយើងដាំសម្រាប់ជៀមវិញក៏ដូចជាស្មៅដាំសម្រាប់គោដែរចឹងមានពីរប្រភេទទី1យើងដាំស្មៅប្រឡែងឲ្យជៀមចូលបស៊ីទី2យើងដាំស្មៅច្រូតដើម្បីនឹងយកទៅឲ្យវាស៊ីនៅទ្រុងចឹងស្មៅដែលយើងប្រឡែងឲ្យវាចូលមកស៊ីហ្នឹងគឺមានស្មៅរ៉ូស៊ីស្មៅម៉ូឡាតូស្តាយឡូហើយមានច្រើនប្រភេទទៀតតែស្មៅដែលយើងដាំសម្រាប់កាត់ឲ្យវាស៊ីហ្នឹងមានស្មៅអ៊ីស្រាអែលមានស្មៅនេពីស្មៅ King Grass ស្មៅ Elephant Grass មានច្រើនប្រភេទដែរអាស្រ័យទៅតាមស្ថានភាពដីរបស់យើងហើយអាស្រ័យទៅលើទឹករបស់យើងដែរបើសិនជាយើងមានទឹកច្រើនយើងដាំប្រភេទផ្សេងបើយើងកន្លែងហ្នឹងវារៀងស្ងួតហើយដីអត់សូវល្អយើងដាំប្រភេទផ្សេងអរគុណឯងបងដែលបានចែកម្លែកបទពិសោធន៍នេះបងជៀមទាំងអស់ហ្នឹងពូជតែមួយឬក៏ពូជផ្សេងគ្នាជៀមទាំងអស់ហ្នឹងយើងបើយើងនិយាយឲ្យចំធំជាងគេហ្នឹងគឺមានតែប្រភេទទេគឺពូជយកសាច់តាក់ទងជាមួយនឹងខាងក្រសួងកសិកម្មដើម្បីយើងអាចនឹងនាំពូជជៀមដែលល្អហើយសុទ្ធចូលមកកាន់ប្រទេសយើងដើម្បីយើងចែកចាយជូនដល់ប្រជាកសិករក្នុងការដែលគាត់ចិញ្ចឹមពីព្រោះពូជល្អគឺវាសាច់មានគុណភាពខ្ពស់ជាងហ្នឹងហើយវាមានទម្ងន់ធ្ងន់ជាងនឹងជាក់ស្ដែងជៀមឈ្មោះអាចមានដល់ទម្ងន់100គីឡូជាងហើយជៀមញីវិញ80ទៅ90គីឡូអូធ្ងន់ណាបងណោះបាទពូជល្អហើយខ្ញុំគិតថាតាមរយៈពូជថ្មីនេះនឹងជួយប្រជាកសិករអាចនឹងបានប្រាក់ចំណូលកាន់តែច្រើនអំពីវិស័យចិញ្ចឹមជៀមនេះបាទល្អមែនតើបងនិយាយចឹងពូជជៀមទាំងអស់ហ្នឹងដែលខ្ញុំឃើញទាំងអស់ហ្នឹងប្រហែលជាប្រហែលក្បាលបងក្នុងនេះប្រហែលជា80ក្បាលជាង80ក្បាលនីតាគិតមើលថាជៀមក្នុងនេះអាជៀមធំហ្នឹងថាតើមានជៀមញីប្រមាណហើយឈ្មោះប្រមាណដែលយើងដាក់នៅក្នុងហ្នឹងខ្ញុំគិតថាជៀមញីហើយជៀមឈ្មោះប្រហែលស្មើគ្នាតាមពិតអត់ទេជៀមញី30ក្បាលយើងអាចនឹងដាក់ឈ្មោះតាមមួយក្បាលបានហើយជាក់ស្ដែងនៅក្នុងនេះយើងដាក់ឈ្មោះតិចជាងផងដោយសារតែមូលហេតុជៀមនៅកន្លែងនេះមានកូនតូចច្រើនអញ្ចឹងយើងអត់ចង់ឲ្យមានឈ្មោះច្រើនទេខ្លាចវាជុលគ្នាអញ្ចឹងទៅវាប៉ះពាល់ដល់កូនតូចអញ្ចឹងណាអញ្ចឹងក្នុងនេះក្នុងជៀម70ក្បាលជាងនឹងមានជៀមឈ្មោះតែមួយឯងហើយជៀមឈ្មោះហ្នឹង
មួយនោះឯងដែលធំជាងគេហ្នឹងហ្នឹងហើយធំជាងគេហ្នឹងឯងជាហើយដូចជាបងអូនបានសួរមុនហ្នឹងអញ្ចឹងថាយើងដាំស្មៅនៅកន្លែងណានេះជាកន្លែងដែលយើងដាំស្មៅប្រភេទស្មៅនេះឈ្មោះថាស្មៅអ៊ីស្អែហើយយើងច្រូតយកទៅឲ្យវាស៊ីនៅទ្រុងហើយស្មៅនេះមិនមែនត្រឹមតែជៀមអាចស៊ីបានទេប្រពែគោមាន់ទាអាចស៊ីបានទាំងអស់បាទហើយបងដោយសារតែស្មៅនេះជួយសុខភាពសត្វរបស់យើងកាន់តែមានសុខភាពល្អបាទវាមានប្រូតេអ៊ីនច្រើនហើយវាមានស្លឹកច្រើនឃើញចំការស្មៅរបស់បងធំល្វឹងល្វើយអញ្ចឹងបងមានគម្រោងក្នុងការដាំស្មៅប្រហែលហិកតាដែរបងបាទរីណូនៅកន្លែងនេះយើងគម្រោងដាំ20ហិកតាហើយថ្ងៃណាគាត់ទៀតយើងគម្រោងបរិច្ឈាមរបស់យើងឲ្យបានមេ600ហើយនិងកូន600ដល់1200ក្បាលអញ្ចឹងយើងត្រូវត្រៀមឲ្យច្រើនហ្នឹងហើយយើងត្រូវត្រៀមឲ្យបានច្រើនសម្រាប់បំរុងអ្វីដែលវាត្រូវការលីតាត្រូវចាំណានៅពេលដែលយើងបង្កើនចំនួនក្នុងការចិញ្ចឹមជៀមក៏យើងត្រូវតែបង្កើនដីក្នុងការដាំដុះស្មៅដែរព្រោះអីចំណេញសំខាន់បំផុតសម្រាប់សត្វចិញ្ចឹមណាលីតាបងនេះជាស្មៅអ៊ីស្រាអែលឬហៅថាស្មៅផ្អែមហើយបងថាស្មៅមានពីរប្រភេទចុះស្មៅមួយប្រភេទទៀតហ៎បាទស្មៅនេះគឺជាស្មៅដែលយើងកាត់ឲ្យវាស៊ីហើយស្មៅមួយប្រភេទទៀតដូចជាស្មៅម៉ូឡាតូរ៉ូស៊ីស្តាយឡូហ្នឹងយើងដាំនៅកន្លែងផ្សេងដើម្បីប្រឡែងឲ្យវាចូលស៊ីបាទបងឲ្យចូលស្មៅហ្នឹងក៏ពោះវាតែប៉ុណ្្នឹងឯងក៏នៅខ្ពស់ទៀតស្មៅនេះវាអាចខ្ពស់ជាងនឹងហើយបរិមាណវាច្រើនជាងនឹងដោយសារតែស្មៅនេះវាសម្បូរស្លឹកច្រើនអញ្ចឹងវាល្អក្នុងការដែលយើងកាត់ឲ្យជាមរបស់យើងស៊ីចាអញ្ចឹងបងមានគម្រោងក្នុងការបរិដីដាំដុះស្មៅនេះទាំងអស់20ហិកតាប៉ុន្តែនៅកន្លែងនេះគឺមានទាំងអស់5ហិកតាក្នុងការដាំដុះស្មៅអ៊ីស្រាអែលនេះអញ្ចឹងបងស្មៅទាំងអស់នេះគឺយើងមានគ្រប់គ្រាន់ហើយសម្រាប់ទោះបីជារដូវវស្សាក៏ដោយគឺយើងអាចហៅថាទុកជាចំណីសម្រាប់ជៀមយើងបានដែរអានេះគឺជាស្លឹកអំពិលហើយស្លឹកអំពិលវាសម្បូរទៅដោយសារធាតុវីតាមីនច្រើនអញ្ចឹងអានេះគឺមេកូននៅក្នុងនេះអញ្ចឹងបើសិនជាយើងអាចនឹងដាក់ស្លឹកឈើផ្សេងៗដូចជាស្លឹកអំពិលនេះជាដើមហ្នឹងឲ្យទៅកាន់ពួកគេអាចនឹងប្រគ្រប់សារធាតុបំពន់សម្រាប់ពួកគេដែរអញ្ចឹងពេលដែលយើងដាក់ឲ្យហ្នឹងយើងក៏បោះទៅលើដីយើងអាចនឹងហុចឲ្យឬមួយក៏យើងដាក់ទៅក្នុងស្នូក៏បានដែរឥឡូវសាក់ហុចឲ្យមើលថាគេចូលចិត្តប៉ុណ្ណាមកអត់តន់ហុចឲ្យមើលទៅឡើងគ្នាបងនេះអូចូលចិត្តចូលចិត្តខ្លាំងហ่ะមើលទីហ្នឹងហើយមុនហ្នឹងយើងដាក់ស្លឹកអំពិលឲ្យវាស៊ីឥឡូវនេះយើងដាក់ស្មៅផ្អែមដែលយើងទៅមើលកន្លែងដាំមុនហ្នឹងណាអញ្ចឹងពេលដែលយើងកាត់ស្មៅផ្អែមហ្នឹងហើយយើងដាក់ចូលម៉ាស៊ីនវាយយើងវាយវាកណាត់ខ្លីៗមកហើយយើងចាក់ចូលគ្នាដើម្បីវាអាចនឹងស្រួលច្បិចចេញមកបានដោយសារតែពួកនេះមេមានកូនអញ្ចឹងយើងត្រូវឲ្យស៊ីឲ្យច្រើនដើម្បីឲ្យវាអាចនឹងមានទឹកដោះគ្រប់គ្រាន់ដោយសារតែវាត្រូវការទឹកដោះដើម្បីឲ្យកូនវាបើហ្នឹងហើយអញ្ចឹងយើងត្រូវការឲ្យវាស៊ីឲ្យច្រើនមែនទែនហើយមិនត្រឹមតែស្មៅនេះទេបើសិនជាយើងមានស្មៅធម្មជាតិយើងអាចកាត់ស្មៅធម្មជាតិឲ្យវាស៊ីក៏បានដែរហើយនេះវិញជាទ្រង់ដែលយើងដាក់មេដែលទើបតែកើតកូនពីចន្លោះកើតកូនភ្លាមហ្នឹងទៅអាយុ3ថ្ងៃហ្នឹងអាហ្នឹងកូនភ្លោះ2ឥឡូវចូលមកមួយខ្ញុំនាំឲ្យមើលកូនភ្លោះ3ហ្មងហ្នឹងហើយអានេះវាមានកូនភ្លោះ3អញ្ចឹងដោយសារតែមេវាហ្នឹងសុខភាពល្អហើយពូជនេះគឺវាមានកូនច្រើនដែរហើយសំខាន់ជាងគេយើងថែទាំហ្នឹងធ្វើម៉េចឲ្យវាបានស៊ីគ្រប់គ្រាន់ហើយវាមានសុខភាពល្អឲ្យវាគ្រប់ជីវជាតិវីតាមីនជីវជាតិរ៉ែអញ្ចឹងទៅវាអាចនឹងកើតកូនមកបានច្រើនហើយក៏កូននឹងសុខភាពល្អដែរជាក់ស្ដែងដូចយើងមើលឃើញអញ្ចឹងតាមពិតដោះវាមានតែ2ទេតែដោយសារតែមេល្អវាចេះចែកវេនឲ្យកូនវាបើអញ្ចឹងទៅធ្វើឲ្យកូនទាំង3ហ្នឹងអាចរស់បានហើយអាចមានសុខភាពល្អបងថាត្រង់បងអត់មានស្តង់ដារអីទេតែហេតុអីចូលមកអត់មានធំក្លិនអីចឹងត្រូវហើយនេះតាតាមពិតត្រង់នេះយើងប្រើប្រហសនមែនក៏ប៉ុន្តែកន្លែងបាតដែលកំពុងតែអង្គុយពីលើនេះហ្នឹងមានតាំងពីលិមួករបស់វាមានតាំងពីទឹកនោមរបស់វាអត់ធំក្លិនដោយសារតែយើងធ្វើតាមបច្ចេកទេសដែលគេបានបរៀនដល់យើងអញ្ចឹងបច្ចេកទេសនេះនៅកន្លែងខ្ញុំសម្បូរអចនាច្រើនអញ្ចឹងខ្ញុំយកអចនាមកក្រាលខាងក្រោមហ្នឹងក៏ប៉ុន្តែបងប្អូនប្រជាកសិករបើសិនជាគាត់មានចំបើងមានកាមឬមួយក៏មានដីខ្សាច់គាត់អាចក្រាលពីក្រោមដែរដោយសារតែចំបើងកាមឬមួយក៏អចនាហ្នឹងវាមានជាតិកាបូនហើយលិមួករបស់វាហើយទឹកនោមរបស់វាហ្នឹងវាមានជាតិអាសូតច្រើនអញ្ចឹងពេលដែលយើងដាក់វាចូលជាមួយនឹងគ្នាទៅវាដូចជាជីកំប៉ុស្តអញ្ចឹងកន្លែងនេះវាអត់មានធំក្លិនហើយក៏ពេលដែលវារលួយទៅហ្នឹងវាអាចទៅជាជីកំប៉ុស្តល្អសម្រាប់យើងយកទៅដាក់ដំណាំដែរដល់ពេលខ្ញុំបានមកដល់កសិដ្ឋានបងខ្ញុំមានអារម្មណ៍ច្រើនយ៉ាងបងទី1ស្រឡាញ់បរិស្ថាននៅជុំវិញនេះមើលភ្នំព័ទ្ធជុំវិញស្អាតណាស់នេះតើអើយហើយជាពិសេសឃើញបងចំជៀមច្រើនយ៉ាងទៀតមានអារម្មណ៍ថាស្រឡាញ់ចូលចិត្តអញ្ចឹងខ្ញុំគិតថាខ្ញុំមួយនេះតាមយូរឆាប់ទេត្រឡប់ទៅវិញនឹងបើកកសិដ្ឋានចំជៀមដែរហើយនឹងចែកពូជជៀមល្អៗពីបងហើយទទួលជាមួយនឹងបទពិសោធន៍ផ្សេងៗក្នុងការចំជៀមនឹងទៀតឧបត្ថម្ភធំដោយ Talent ប្រើសាប៊ូកម្ចាត់អង្គែឈាមមុខគេសម្រាប់បុរសស្បែកក្បាលត្រជាក់คล้ายជាជើងឯកត្រូវប្រើ Clear Man